ថ្ងៃនេះយើងមានគម្រោងអញ្ជើញប្រធានអនុប្រធាននិងសមាជិកទាំងអស់នៃគណៈកម្មាធិការផ្ដល់សំណប័សម្រាប់ជាតិដើម្បីចូលរួមជួបជុំជាមួយនឹងលោកស្រីដែលជាអ្នកសារព័ត៌មានក្នុងនេះដែរដោយតែចូលបានជម្រាបបញ្ជាក់គឺថាយើងបានបង្កើតលេខាធិការដ្ឋាភិបាលនៃចលនាប្រជាធិបតេយ្យសង្គមជាតិដែលមកពីគណៈបកដែរដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនៅទីក្រុងម៉ានីនៅថ្ងៃទី17ខែកក្កដាគឺមួយខែកន្លងមកហើយនេះគឺមានលោកជំទាវ មូសុភួរជាប្រធានលេខាធិការដ្ឋាភិបាលនៃចលនាប្រជាធិបតេយ្យសង្គមជាតិមានឯកឧត្តមយ៉ាងបញ្ញរិទ្ធអគ្គលេខាធិការគណៈបក្សសង្គ្រោះជាអនុប្រធាននៃលេខាធិការដ្ឋាភិបាលចលនាប្រជាធិបតេយ្យសង្គមជាតិហើយមានឯកឧត្តមយឹមសុវណ្ណជាអ្នកនាំពាក្យគណៈបក្សសង្គ្រោះជាតិនេះគឺប្រសូតចេញមកពីកិច្ចព្រមព្រៀងនៅទីក្រុងម៉ានីស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមដែលถูกហត្ថលេខាដោយឯកឧត្តមសំរងស៊ីប្រធានគណៈបក្សសំរងស៊ីនិងឯកឧត្តមកឹមសុខាដែលជាប្រធានគណៈបក្សសង្គ្រោះបាទឥឡូវនេះព្រឹកមិញនេះយើងបានយកពីពេញនឹងទៅដាក់ហើយបាទហើយបានទៅសូមអនុញ្ញាតជម្រាបឈ្មោះពីមុនមកចេះសួរឈ្មោះអីពិតប្រាកដឥឡូវថ្ងៃនេះជម្រាបឲ្យច្បាស់ឈ្មោះគណៈបក្សសង្គ្រោះជាតិបាទឈ្មោះគណៈបក្សសង្គ្រោះជាតិជាភាសាអង់គ្លេស Cambodia National Rescue Party រូបសញ្ញានៃគណៈបក្សនេះគឺយើងយកព្រះអាទិត្យបាទសូមបង្ហាញជូនហើយនេះរូបសញ្ញាព្រះអាទិត្យអំពីសកម្មភាពនេះក្រោយពីចុះហត្ថលេខានៅទីក្រុងម៉ានីលយើងបានជ្រើសរើសសមាជិកស្ថាបនិកចំនួន85នាក់រួមទាំងឯកឧត្តមសំរងស៊ីផងបាទហើយនៅថ្ងៃទី16ខែសីហាកន្លងទៅនេះនៅទីនេះយើងបានជួបជុំគ្នា85រូបនេះមានទាំងលោកប្រធានសំរងស៊ីផងតាមរយៈរូបភាពមកពីប្រទេសបារាំងហើយ85នាក់នេះបានអនុម័តជ្រើសរើសគណៈកម្មាធិការបរិយាសន្នដោយតែខ្ញុំបានជម្រាបស្របតាមមាត្រា9ជំពូកទី2នៃច្បាប់ស្តីពីគណៈបកនយោបាយដល់បានហើយនៅព្រឹកមិញនេះយើងបានរៀបសំណុំបែបបទយើងបំពេញនៅពាក្យដែលខាងក្រសួងមហាផ្ទៃដោយក្រសួងមហាផ្ទៃគឺថាពាក្យសុំបង្កើតគណៈបកនយោបាយហើយនៅក្នុងឯកសារនឹងដែរយើងមានបញ្ជីរីនាមប្រជាពលរដ្ឋខ្មែរចំនួន85នាក់80នាក់យ៉ាងតិចដែលយើងដាក់ដល់85ហើយយើងបានជួបទៅក្រសួងមហាផ្ទៃនឹងសញ្ញាសម្គាល់គណៈបកនយោបាយគឺរូបព្រះអាទិត្យឯងព្រឹកមិញនេះខ្ញុំបានជម្រាបអញ្ចឹងគឺថាយើងយកបែបបទទៅដាក់ទៅក្រសួងមហាផ្ទៃហើយគេបានទទួលបាទអត់មានបង្កលក្ខណៈលំបាកទេទទួលភ្លាមបាទយើងចុះនៅក្នុងការិយាល័យរបៀបហើយសូមអនុញ្ញាតជម្រាបថាយើងនឹងរងចាំចម្លើយពីក្រសួងមហាផ្ទៃយោងទៅតាមច្បាប់ស្តីពីគណៈបកនយោបាយនេះក្នុងរយៈពេល15ថ្ងៃបើក្រសួងមហាផ្ទៃមិនមានការឆ្លើយតបទេមានន័យថាគេបានទទួលនៅសេចក្តីជូនដំណឹងរបស់យើងជាផ្លូវការហើយដូច្នេះបើគូពីកំណត់15ថ្ងៃនេះជាមិនឆ្លើយទេគឺថាយើងមានសិទ្ធិក្នុងការរៀបចំឯកសារមួយដដែលទៀតដើម្បីទៅចុះឈ្មោះចុះបញ្ជីគណៈបកនយោបាយស្របតាមជំពូកទី5នៃស្ដាប់ច្បាប់ស្តីពីគណៈបកនយោបាយដើម្បីទទួលបានសុពលភាពតែក្នុងច្បាប់នេះចែងថាមុនទទួលបានសុពលភាពក៏យើងអាចលើកផ្លាកលើកពីស្ថានភាពនៅកន្លែងនេះបានដែរដើម្បីយើងធ្វើសកម្មភាពជាបន្តទៅទៀតបាទដូច្នេះក្នុងថ្ងៃនេះខ្ញុំមិនមានទេជំរាបទេហើយរងចាំស្ដាប់ចម្លើយរបស់អ្នកសារព័ត៌មានតទៅទៀតប៉ុន្តែមុននឹងជូនប្រសាសន៍ទៅអនុសារព័ត៌មានហើយមានសំណួរជាចម្លើយនេះសូមអនុញ្ញាតឲ្យក្រុមការងារនៃគណៈបកទាំងពីរគណៈបកសំរងស៊ីនិងគណៈបកសង្គ្រោះក៏ប៉ុន្តែគណៈបកសំរងស៊ីនិងគណៈបកសង្គ្រោះមិនរំលាយទេគឺយើងទុកដើម្បីរក្សាអាសនៈយើងមានសមាជិកសភាសមាជិកព្រឹទ្ធសភាសមាជិកក្រុមប្រឹក្សាខេត្តស្រុកភូមិសង្កាត់ដែលយើងទទួលបានគណៈបកថ្មីនេះយើងនឹងចុះបញ្ជីហើយនឹងដាក់បេក្ខជនបេក្ខនារីឈរឈ្មោះនៅឆ្នាំ2013ហើយគណៈបកពីគណៈបកសំរងស៊ីនិងគណៈបកសង្គ្រោះអត់ឈរឈ្មោះទេគឺយើងឈរតែនៅក្នុងក្របខ័ណ្ឌនៃគណៈបកថ្មីរបស់យើងគឺគណៈបកសង្គ្រោះជាតិនេះឯងគណៈបកសង្គ្រោះជាតិនេះគឺបានជ្រាបហើយគឺចេញពីកិច្ចព្រមព្រៀងនៅទីក្រុងម៉ានីលរួចហើយការងារទាំងអស់ដែលធ្វើនេះគឺដុតដៃដុតជើងដោយគណៈកម្មការចម្រុះទាំងពីរគណៈបកនេះគឺគណៈបកសំរងស៊ីនិងគណៈបកសង្គ្រោះនេះឯងមុនពេលយើងយកទៅដាក់នៅក្រសួងមហាផ្ទៃនេះយើងបានបង្កើតគណៈកម្មការ2ក្រុមការងារ2ក្រុមការងារទី1យើងរៀបចំលក្ខន្តិកៈពិភាក្សាគ្នាអំពីលក្ខន្តិកៈអំពីបទបញ្ជាផ្ទៃក្នុងអំពីរូបសញ្ញាគណៈបកអីទាំងអស់នេះហើយក្រុមការងារមួយទៀតគឺក្រុមការងារបោះឆ្នោតក្រុមការងារទាក់ទងទៅនឹងកិច្ចការបោះឆ្នោតហ
ហើយដូចនេះទើបបានជាយើងបង្កើតក្រុមការងារតាក់ទងទៅនឹងកិច្ចការបោះឆ្នោតនេះពីព្រោះយោងទៅតាមសេចក្តីថ្លែងការណ៍រួមនៅទីក្រុងម៉ានីលយើងមានចែងនៅក្នុងចំណុចទី3ដែលថាយើងមើលឃើញថាការបោះឆ្នោតមិនបានប្រព្រឹត្តទៅដោយត្រឹមត្រូវនិងយុត្តិធម៌ទេហើយដើម្បីឲ្យការបោះឆ្នោតនេះអាចប្រព្រឹត្តទៅបានត្រឹមត្រូវនិងយុត្តិធម៌ស្របតាមគោលការណ៍របស់យើងគណៈបកទាំងពីរនេះដែលយើងចង់ធ្វើការផ្លាស់ប្ដូរការគ្រប់គ្រងបច្ចុប្បន្ននេះដោយសន្តិវិធីយើងមិនត្រូវការអំពើហិង្សាដូចនៅប្រទេសអារ៉ាប់មួយចំនួនទៀតតែយើងចង់ឲ្យមានការផ្លាស់ប្ដូរតាមបែបអហិង្សាបាទតាមបែបអហិង្សាបានស្ដីថាតាមរយៈការបោះឆ្នោតហើយការបោះឆ្នោតនេះដែលអាចទទួលយកបាននោះណាតែការបោះឆ្នោតនេះប្រព្រឹត្តទៅដោយត្រឹមត្រូវដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ទី1ទី2ត្រូវតែមានវត្តមានដោយដាច់ខាតនិងប្រធានគណៈបករបស់យើងប្រសិនជាមិនមានឯកឧត្តមសំរងស៊ីមិនមានក្រុមភារៈជាប្រធានគណៈបកសង្គ្រោះជាតិ3ទេស្របតាមស្ថានភាពគឺថាឯកឧត្តមសំរងស៊ីនិងឯកឧត្តមសុខសុខាត្រូវជាប្រធាននិងអនុប្រធានគណៈបកបើមានវត្តមាននរណាមួយក្នុងចំណោមអ្នកទាំងពីរទេយើងមិនអាចទទួលថាការបោះឆ្នោតអាចប្រព្រឹត្តទៅបានដោយត្រឹមត្រូវនិងយុត្តិធម៌ទេបាទអានេះជារឿងនយោបាយដែលយើងត្រូវដោះស្រាយតាមក្រោយប៉ុន្តែរឿងចំពោះមុខគឺយើងពិនិត្យមើលសិក្សាមើលថាតើអីខ្លះដែលយើងចង់ទាមទារចង់ធ្វើការផ្លាស់ប្ដូរឲ្យបានដើម្បីឲ្យការបោះឆ្នោតនេះអាចប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវនិងយុត្តិធម៌អំពីលក្ខណៈការនេះគឺយើងបានធ្វើការយ៉ាងមិនខ្លះហើយអស់លោកអាចនិយាយសួរថាហេតុម៉េចបាទដាក់រូបថ្ងៃហ្នឹងរូបព្រះអាទិត្យហ្នឹងមានន័យយ៉ាងម៉េចអីយ៉ាងម៉េចគឺក្រុមការងារនៃគណៈបកទាំងពីរនេះដែលអាចជម្រាបជូនបានហើយកិច្ចការបោះឆ្នោតដូចចឹងដែរក៏មានខ្ញុំជាប្រធានក្រុមការងារកិច្ចការបោះឆ្នោតមួយខាងគណៈបកសម្បត្តិមានអាដាមពុញរឿនប៉ុន្តែក៏មានអាដាមយ៉ាងពុញរិទ្ធជាសមាជិកដែរដូចជាសូមទុកនីតិនេះជូនប្រធាននិងអនុប្រធានលេខាធិការដ្ឋាននៃចលនាប្រជាធិបតេយ្យសង្គមជាតិមានប្រសាសន៍ជម្រាបដល់បងប្អូនអ្នកសារព័ត៌មានហើយបន្តនេះទៀតក៏បន្តជូនចំនួននឹងឡើយដែរសូមអនុញ្ញាតឆ្លៀតក្នុងឱកាសនេះជូនទីមួយសុខួរជម្រាបដល់អង្គសន្តិសុខខ្សែនេះអំពីសកម្មភាពរបស់លោកហ៊ានសំរងស៊ីនៅក្រៅប្រទេសហើយអាដាមយ៉ាងពង្រឹងជម្រាបអំពីសកម្មភាពរបស់អាដាមកឹមសុខានៅក្រៅប្រទេសដែរ